chậm ở bên hốt không thuê kìa nè ខ្ញុំកំពុងតែ testing ទៅលើ Pearl ដែលកំពុងតែចូល stock ថ្មី brand របស់ Maker កំពុងតែចូល stock ថ្មីមកខ្ញុំកំពុងតែ check មើលទៅលើ function ប្រើប្រាស់វាមួយចំនួនដោយសារប្រភេទ Pearl នេះគឺ function របស់វាហ្មងគឺពិសេសអាច compare បានទៅមួយ series E14 ដែលមាន stock យើងកាលមុនណាហើយប្រភេទ Pearl នេះសម្រាប់ពលឺរបស់វាអីក៏ពលឺខ្លាំងដែរខ្ញុំបាន check ហើយអញ្ចឹងសម្រាប់ function មួយចំនួនមកវាគឺ OK ទទួលយកបានហើយបងអាហ្នឹងសម្រាប់តម្លៃវាប៉ុន្មានដែរកំពុងតែចូល stock ថ្មី តម្លៃ LED3 គឺ$26 អូតម្លៃ$26ពិសេសមែនតើសម្រាប់ function មួយចំនួនស្មើនឹង7តម្លៃ$60បាត់ហើយ Yeah ខ្ញុំ check មើលទៅ compare ទៅវាប្រហែល E14 របស់យើងមែនហើយរចនាប័ទ្មវាមិនដែរចាប់អារម្មណ៍នេះ ខ្ញុំមើលទៅការរចនាប័ទ្មរបស់វាគឺជាស្អាតវាស្អាតការរចនាប័ទ្មរបស់វាស្អាតហើយប្រភេទ7នេះគឺ design មកទៅសម្រាប់បតោងសោឡានសោម៉ូតូហ្មងវាងាយស្រួលមួយទៀតត្រង់ថាវាប្រភេទសាកថ្មមានថ្មជាប់ USB Type C ហ្នឹងហើយវាលយត្រង់ LED ដល់2គ្រាប់ ពូ2គ្រាប់ បាទពូរបស់វាគឺ2គ្រាប់ហើយរូបរាងវាគឺទូចហើយ slim ខ្លាំងមែនតើអាចមើលបានអាហ្នឹង7សេរីថ្មីកំពុងចូល stock របស់ខាង Maker យើងមកយ៉ាងវាគឺស្អាតខ្លាំងមែនតើហើយសម្រាប់មុខងារហ្មងខ្ញុំចាប់អារម្មណ៍ច្រើនដូចជា turbo mode របស់វាហ្មងគ្រាន់តែយើង double click ហ្មងគឺវាភ្លឺដល់ turbo mode វាហើយក៏វាក៏មាន stroke ដែរចំណែកចុច hold លើនេះ3ដង press លើវា3ដងទៅវាគឺវា stroke មកហើយចំណុចពិសេសសម្រាប់7ហ្នឹងក៏វាមាន lock ដូចគ្នាដែរយើងគ្រាន់តែ hold វាជាប់រយៈពេលត្រឹម5 second នេះទៅគឺវានឹង lock auto ហើយ4ដងបាត់នេះគឺវានឹង lock ហ្មងអញ្ចឹងយើងដាក់លើបតោងសោអីផ្សេងវាអត់ងាយប៉ះហើយយើងបើក7ណា បាទអញ្ចឹងអស្ចារ្យមែនតើសម្រាប់មុខងារ LED3 របស់យើងហ្នឹង7 design រចនាប័ទ្មទូចហើយ admin ឃើញគាត់ចុចមួយថ្ងៃហើយខ្ញុំក៏បង្កើតជា content មកដែរដោយសារគាត់ចាប់អារម្មណ៍ច្រើន